ខ្ញុំកណាសូមនមស្ការព្រះអង្គព្រះអង្គហើយសូមគោរពជំរាបសួរលោកតានិយាយអង្គពុំមីងតំណាងឲ្យសិទ្ធិជាតិសូមអរគុណបកណាគព្រះអង្គសាជាថ្មីម្ដងទៀតនិងអរគុណអង្គពុំមីងយាយតាដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីរបស់សិទ្ធិជាតិបាញ់មិញលោកគ្រូបកស្រាយរួចហើយរឿងក្មេងអត់ដឹងអីតែឥឡូវនេះខ្ញុំសូមចូលរួមចែករំលែកតាមបែបបច្ចេកទេសដែលខ្ញុំបានរៀនសូត្រមកកន្លងមកសិទ្ធិជាតិកូនដំបងរបស់ពួកខ្ញុំប៉ុន្តែយើងចិញ្ចឹមសិទ្ធិជាតិមកដោយការប្រុងប្រយ័ត្នតាមការណែនាំរបស់ពេទ្យបច្ចេកទេសពីព្រោះនៅប្រទេសអូស្ត្រាលីពេលដែលកូនកើតមកមិនមែនកូនរបស់យើងតែពីរនាក់ទេពុទ្ធជាតិកូនរបស់រដ្ឋដែរបើសិនជាមានបញ្ហាអីខុសប្រក្រតីឬក៏ចិញ្ចឹមអីអត់បានត្រឹមត្រូវតាមបែបបច្ចេកទេសតាមទំនៀមទម្លាប់របស់គេយកកូនយើងទៅរដ្ឋគេយកទៅអត់ដូចយើងនៅនេះទេចាហើយខ្ញុំចង់ចែករំលែកទៅអង្គពុំមីងយាយតាឬក៏បងប្អូនប្រុសស្រីដែលមានកូនក្រោយហ្នឹងអាចរៀនសូត្រតាមបែបបច្ចេកទេសរបស់គេបានខ្លះពីព្រោះខ្ញុំជឿជាក់ថាកន្លងមកលោកយាយលោកតាអង្គពុំមីងហ្នឹងបានឃើញវីដេអូសុជាតិបែបលក្ខណៈសប្បាយហើយឃើញគាត់ថាឆ្លាតថាឃើញចេះនេះចេះនោះអីចឹងតែពិតមិនមែនកើតមកហ្នឹងមានអានឹងតែម្យ៉ាងទេវាត្រូវមានការប្រុងប្រយ័ត្នការចិញ្ចឹមរបស់គាត់ហ្នឹងតាំងពីនៅក្នុងកព្រោះខ្ញុំនៅទីនោះតាំងពីដឹងថាមានសុជាតិភ្លាមយើងត្រូវទៅជួបពេទ្យជាប្រចាំហើយត្រូវធ្វើតាមសេចក្តីណែនាំគេដោយប្រុងប្រយ័ត្នបំផុតដោយការខ្ញុំមានសុជាតិខ្ញុំអត់ដែរឈឺសំបីតែម្ដងនេះចំណុចទី1ដែលយើងត្រូវប្រុងប្រយ័ត្នអញ្ចឹងទៅពេលដែលមានគាត់នៅក្នុងពោះទៀតខាងពេទ្យបច្ចេកទេសរបស់គេនឹងមានសេចក្តីណែនាំមកចប់រហូតឲ្យយើងនិយាយជាមួយកូនឲ្យយើងអានសភៅអានអីចឹងទៅអញ្ចឹងអង្គពុំមាននិយាយតាប់ហើយជាបានឃើញហើយបច្ចុប្បន្នហ្នឹងឪពុកម្ដាយដែលគាត់មានការយកចិត្តទុកដាក់គឺគាត់ចិញ្ចឹមកូនបែបបច្ចេកវិទ្យាថ្មីហ្នឹងយើងនិយាយមួយកូនតាំងពីនៅក្នុងពោះប្រហែលជាបងប្អូនមួយចំនួនគិតថាការនិយាយជាមួយកូននៅក្នុងពោះហ្នឹងអត់ដឹងអីទេកាលពីជំនាន់ចាស់ខ្ញុំគិតថាគំនិតហ្នឹងប្រហែលជាមានស្ទើរគ្រប់គ្នារហូតដល់កូនកើតចេញមកទៀតក៏យើងនៅនិយាយថានិយាយមួយកូនអត់ដឹងអីដូចថ្ងៃដែលលើកឡើងហ្នឹងក៏ការដាក់ឈ្មោះដាក់អីហ្នឹងក៏យើងមើលឃើញជាក់ស្ដែងហើយនៅសម័យហ្នឹងហើយក៏នៅតែមានការគិតបែបហ្នឹងប៉ុន្តែតាមបច្ចេកទេសគេអត់និយាយអញ្ចឹងទេកូនគឺចាប់ផ្ដើមឮសំឡេងស្ដាប់បាននៅពេល6ខែបើយើងនិយាយអីធ្វើអីមិនល្អគឺចាប់ជាប់តាមដងសំឡេងក៏ដូចគ្នាអញ្ចឹងបានឃើញកូនបរទេសមួយចំនួនប្រហែលជាលោកយាយលោកតាអង្គពុំមីងធ្លាប់ឃើញគេដាក់អារូបកាសតិចឲ្យដាក់នៅក្នុងពោះហ្នឹងអាហ្នឹងគឺគេចង់បង្ហាញប្រាប់ថាកូនចេះស្ដាប់ហើយខ្ញុំបានធ្វើតាមអ្វីដែលពេទ្យប្រាប់ហ្នឹងយ៉ាងប្រុងប្រយ័ត្នហើយការដែលសុជាតិនៅក្នុងកហ្នឹងក៏យើងបានឃើញលក្ខណៈរបស់គាត់ខ្លះដែរដែលយើងអនុវត្តហើយក៏យើងឃើញផលឧទាហរណ៍នៅពេលដែល6ខែចូលមកដល់អញ្ចឹងគាត់ចាប់ផ្ដើមមានការកម្រើកឲ្យខ្លាំងអញ្ចឹងទៅអ្នកបច្ចេកទេសប្រាប់ថាបើយើងនិយាយជាមួយកូនបានកាន់តែញឹកញាប់យើងផ្ដល់អ្វីឲ្យល្អឲ្យកូននឹងចាប់ដើមចាប់យកសម្លេងនឹងដំបងចាប់យកសម្ដីនឹងហើយគាត់នឹងស្គាល់ថាសម្ដីនឹងគឺជាសម្ដីរបស់ម្ដាយសម្ដីរបស់ពុកសម្លេងនេះជាសម្លេងអ្វីសម្លេងល្អឬក៏សម្លេងមិនល្អអញ្ចឹងនៅពេលដែលកើតចេញមកទៀតគឺទម្លាប់នៃការនិយាយហ្នឹងគឺនិយាយរហូតមិននិយាយមួយថ្ងៃទេមុនពេលចូលគេក៏ត្រូវអានសភៅឲ្យកូនស្ដាប់អញ្ចឹងទៅឬក៏ពេលណាដែលយើងមានពេលយើងអានឲ្យស្ដាប់គឺតាំងពី6ខែឡើងទៅអញ្ចឹងគាត់នឹងចាប់ផ្ដើមមាននិស្ស័យនឹងការឡើងហើយបន្តទៀតនៅពេលដែលសុជាតិកើតឡើងភ្លាមការប្រុងប្រយ័ត្នដូចជាបងប្អូនអង្គពុំមីងធ្លាប់ឃើញវីដេអូសុជាតិចេះញ៉ាំសាច់មាន់ចេះញ៉ាំបន្លែទាំងដុំហ្នឹងប្រហែលយើងនៅនេះយើងចាំបែបផ្សេងគ្នាយើងភ័យខ្លាចគាត់ស្លាក់ដំបូងខ្ញុំភ័យដូចគ្នាជាមួយលោកគ្រូហ្នឹងយើងគិតថាអត់អាចទៅរួចទេក្មេងតបតែ5ខែកន្លះចាប់ផ្ដើមឲ្យញ៉ាំដោយសារកត្តាសុខភាពរបស់សុជាតិអ្នកបច្ចេកទេសឲ្យចាប់ផ្ដើមញ៉ាំតាំងពី5ខែកន្លះបច្ចេកទេសបច្ចុប្បន្នគេឲ្យញ៉ាំដល់6ខែតែសុជាតិអត់អាចឈឺអីហើយគាត់មុំតអញ្ចឹងអ្នកជំនាញប្រាប់ថាឲ្យសុជាតិចាប់ផ្ដើមញ៉ាំទៅហើយការញ៉ាំដំបូងខុសពីលក្ខណៈយើងនៅនេះយើងតែងតែកិនបបរកិនអីឲ្យក្មេងញ៉ាំសម្រាប់សុជាតិពេលបច្ចេកទេសប្រាប់ថាឲ្យហាន់ការ៉ុតទាំងដុំឲ្យសុជាតិកាន់បានតសក់អីចឹងទៅទាំងដុំឬក៏អ្វីដែលជាបន្លែដែលអាចកាន់បានហ្នឹងឲ្យដាក់នៅក្នុងមុខគាត់ទៅហើយគាត់ទៅចាប់ញ៉ាំខ្លួនឯងទៅដំបូងយើងភ័យខ្លាចកូនស្លាប់អ្នកបច្ចេកទេសប្រាប់ថា
ក្មេងមានពិសេសដែរយើងមិនអាចស្មានដឹងទេគឺគាត់នឹងចាប់ដើមរៀនហើយគាត់ចាប់ដើមប្រុងប្រយ័ត្នតាំងពីថ្ងៃដំបូងហើយខ្ញុំក៏សង្កេតលួចមើលដែរថាតើវាដូចគេនិយាយអត់ចឹងគឺជាការពិតនៅពេលដែលគាត់ចាប់ដើមញ៉ាំអាហារដំបូងគាត់ខំធំគាត់ចង់ស្លាក់តែអ្នកបច្ចេកទេសប្រាប់ថាបើយើងជាម្ដាយឬក៏អ្នកមើលថែទាំស្លន់ស្លោក្មេងនឹងអត់ចេះខ្ជាក់ហើយក៏អត់ចេះលេបដែរគឺនឹងស្លាក់តែម្ដងអញ្ចឹងនៅពេលដែលឃើញសភាពគាត់ចង់ស្លាក់ហើយយើងត្រូវធ្វើសភាពសាមញ្ញកុំឲ្យគាត់មានអារម្មណ៍ភ័យខ្លាចខ្លាំងអញ្ចឹងខ្ញុំធ្វើបែបហ្នឹងហើយឃើញលទ្ធផលអំពូមីនិយាយតាមបាច់ជឿខ្ញុំឯងឃើញលទ្ធផលសុជាតិចេះខំសាច់មាន់របៀបម៉េចដែរមិនគ្រាន់តែចេះខំហើយលេបទេគឺគាត់ចេះតពាខំល្អិតម្ដងតិចតាមអ្វីដែលគេណែនាំមកខ្ញុំចង់ចែកម្លែកទៅបងប្អូនថាការរកឃើញបច្ចេកទេសថ្មីគេបានរកឃើញនៅភាពពិសេសរបស់ក្មេងហើយសួរថាការពីជំនាន់មុនតែយើងអត់អាចដឹងតើក្មេងទៅមិនចេះឥឡូវមែនទេលោកសារធាតុជាមនុស្សហ្នឹងគឺឆ្លាតគឺវាងវៃតាំងតាពីចាប់កំណើតមកតែម្ដងប៉ុន្តែដោយសារថាការស្រាវជ្រាវនឹងបែបបុរាណយើងអាចបានដឹងពីភាពវៃឆ្លាតរបស់ក្មេងដែលមានការដឹងសពគ្រប់បែបហ្នឹងអញ្ចឹងទៅយើងក៏យល់ថាក្មេងគ្មានដឹងអីទេតែអត់ទេខុសពីយើងគិតមួយទៀតឧទាហរណ៍យើងនិយាយមួយក្មេងអានសភៅឲ្យក្មេងតាំងពីនៅក្នុងពោះថាក្មេងអត់ដឹងពេលកើតមកអ្នកជំនាញប្រាប់ថាត្រូវនិយាយឲ្យបានច្រើនបំផុតគ្រប់កាយវិការនៅពេលដែលនៅជាមួយក្មេងមិនថាក្មេងញ៉ាំបាយមិនថាក្មេងដូរកាអាមិនថាក្មេងងូតទឹកពីព្រោះនៅពេលដែលយើងនិយាយគាត់នឹងចាប់ដើមរៀនគ្រប់យ៉ាងអំពីសកម្មភាពរបស់យើងបើយើងនិយាយអីគេហៅពាក្យដែលគាត់នឹងរៀនគាត់នឹងនិយាយច្បាស់ហើយការនិយាយជាមួយក្មេងគឺរៀននិយាយឲ្យច្បាស់និយាយឲ្យត្រូវថាអ្វីឧទាហរណ៍ថាកូនងូតទឹកកូនទៅងូតទឹកកូនដឹងទេអានេះសាប៊ូកូនងូតទឹកត្រជាក់ស្រួលទេសบายទេនឹងគឺជាពាក្យសម្ដីដែលអ្នកបច្ចេកទេសលើកទឹកចិត្តឲ្យយើងត្រូវតែនិយាយជាមួយកូនពីព្រោះកូននឹងរៀនបច្ចេកទេសទាំងអស់ហ្នឹងពាក្យទាំងអស់ហ្នឹងនៅព្រមគ្នានៅពេលដែលគាត់ធំអញ្ចឹងអ្នកនរគ្នាប្រហែលជាបានឃើញវីដេអូសុជាតិចេះគេកើតាំងពី2ខែហើយតាមពិតវាអាចថាជាបុណ្យគឺជាបុណ្យរបស់សុជាតិពីអតីតផងរួមផ្សំនឹងការចិញ្ចឹមតាមបែបបច្ចេកទេសដែលយើងបានទទួលការណែនាំត្រឹមត្រូវពីព្រោះទិសដៅរបស់យើងគឺយើងចង់ឃើញគាត់និយាយបានឆាប់មែនចង់ឃើញគាត់មានកាយវិការឆ្លើយឆ្លងជាមួយយើងអញ្ចឹងយើងបានផលដូចបានឃើញអញ្ចឹងសុជាតិចាប់ដើមចេះនិយាយជាមួយយើងចាប់ដើមចេះសម្លឹងចាប់ដើមចេះដឹងថាតើនៅពេលដែលយើងធ្វើកាយវិការនេះគាត់ត្រូវធ្វើបែបម៉េចប្រហែលជាធ្លាប់ឃើញសុជាតិលេងតបតាព្យ៉ាណូអីហ្នឹងឃើញដៃគាត់ចុចហ្នឹងក៏មិនមែនជារឿងចៃដន្យដែរមួយថ្ងៃលោកពុកសុជាតិឲ្យតែមានពេលវេលាគឺយើងយកឧបករណ៍ទាំងអស់ហ្នឹងមកដាក់នៅក្នុងមុខគាត់ហើយយើងចាប់តាមប្រាប់គាត់ថាអានេះគឺកូនធ្វើដៃចេះកូនត្រូវរៀនចេះមួយពេលហ្នឹងយើងឃើញគាត់ចាប់ដើមធ្វើកាយវិការដូចអ្វីដែលយើងនិយាយអញ្ចឹងមានន័យថាបែបបច្ចេកទេសដែលគេរកឃើញហ្នឹងអ្វីដែលគេចង់ប្រាប់យើងគឺថាក្មេងមានលក្ខណៈពិសេសមិនដូចអ្វីដែលយើងគិតថាមិនដឹងអីនោះទេហើយបើយើងនឹងផ្ដល់ឲ្យគាត់ជាលក្ខណៈម៉ែឪឆ្លោះគ្នាហឹង្សានៅក្នុងផ្ទះកាយវិការហ្នឹងគាត់នឹងថតទុកជាប់មកជាមួយហើយគាត់នឹងខ្លាចជាចរិតរបស់គាត់ដូចគ្នាដែរនេះតាមបែបបច្ចេកទេសដែលយើងបានសិក្សារៀនសូត្រពូកន្លងមកខ្ញុំនៅលោកគ្រូចំណាយពេលវេលាទៅអង្គុយនៅក្នុងថ្នាក់រៀនត្រឹមត្រូវដើម្បីបាននៅបច្ចេកទេសក្នុងការចិញ្ចឹមកូនហ្នឹងបានល្អចាអញ្ចឹងខ្ញុំចង់ចែកម្លែកជាមួយនឹងបងប្អូនអង្គមីងដែលមានកូនក្តីចៅក្តីនៅពេលដែលយើងមានពេលវេលានៅជាមួយគាត់ក្រៅតែពីតាក់ទិញទៅជាមួយគាត់ហ្នឹងគឺយើងមានសភៅឬក៏ឧបករណ៍ស្អីក៏ដោយគឺសិតតែអាចបង្រៀនពួកគាត់បានទាំងអស់ហើយយើងអាចនិយាយជាមួយគាត់មិនតបជាមួយយើងទេប៉ុន្តែអ្នកបច្ចេកទេសប្រាប់ថាខួរក្បាលរបស់គាត់នឹងចាប់យកនៅពាក្យសម្ដីនិងកាយវិការហ្នឹងជាប់តែម្ដងហើយនៅពេលដែលគាត់ចាប់ផ្ដើមចេះនិយាយគាត់នឹងចាំនៅពាក្យពេចន៍ដែលយើងប្រើប្រាស់ហើយសុជាតិខ្ញុំសង្កេតឃើញថាគាត់ចាប់ផ្ដើមនិយាយ4ពាក្យចូលគ្នាក្នុងពេលដែលគាត់ចាប់ផ្ដើមនិយាយដូចជាពាក្យថាអរុណសួស្ដីពាក្យនេះ4ពាក្យបងប្អូនអង្គមីងមួយចំនួនប្រហែលជាបានឃើញក្មេងដែលអត់ចេះនិយាយសូម្បីតែ2ពាក្យក៏និយាយអត់ជាប់ដែរតែសុជាតិចាប់ផ្ដើមនិយាយមក4ពាក្យតែម្ដងអានេះជាសញ្ញាមួយដែលខ្ញុំឃើញថាការចិញ្ចឹមកូនបែបបច្ចេកទេសដែលគេបានបង្រៀនបានជោគជ័យពួកគាត់អាចនិយាយតាមយើងដឹងថាយើងធ្វើមាត់ម៉េចដឹងថាយើងលើកដាក់សម្លេងបែបម៉េចឃើញកន្លងមកគាត់ចេះធ្វើសម្លេង
nghi ngờដូចគាត់ច្រៀងគឺគាត់មិនមែនធ្វើចៃដន្យទេគឺយើងបានបង្រៀនគាត់រឿយរហូតដល់គាត់អាចធ្វើសម្លេងនឹងបានអញ្ចឹងខ្ញុំសូមចែករំលែកបងប្អូនតែប៉ុណ្្នេះហើយសូមអរគុណចំពោះការចូលរួមនៅក្នុងថ្ងៃនេះចាខ្ញុំសូមអរគុណនិងសូមអរគុណ